ថ្ងៃនេះអនុញ្ញាតឲ្យខ្លួនឯងមកក្លុកម្ជូរមួយកូនចាន់ដែកហើយក៏អនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាចូលរួមញ៉ាំជាមួយនឹងនាងខ្ញុំផងដែរហើយចំពោះម្ជូរក្លុកនេះមុននឹងក្លុកគឺយើងត្រូវមានតំណមតិចតួចចាមុននឹងក្លុកគឺយើងត្បកមាត់កធុននឹង4-5ត្បកសិនដើម្បីឲ្យក្លុកទៅចូលជាតិគ្នាល្អអើយហត់ម៉េះមកជួក្លុកមកកូនចានកធុនសោះណាក្បាច់កបោនោះក្បាច់កបោចាអូខេចាឥឡូវនេះសូមបងប្អូនមកមើលពីការចម្អិនអំបិលចូលមកក្លុកម្ជូរជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំសម្រាប់ធ្វើអំបិលរបស់នាងខ្ញុំចាមានដូចជាកំពឹសក្រៀមហើយក៏មានជាមួយនឹងខ្ទឹមសខ្ទឹមក្រហមមានជាមួយនឹងម្សៅស៊ុបប៊ីចេងស្ករហើយនឹងទឹកត្រីឥឡូវនេះក៏នាងខ្ញុំដាក់ស្ករក៏ដូចជាទឹកត្រីហើយក៏បន្ថែមជាមួយនឹងម្សៅស៊ុបអំបិលប៊ីចេងចាក់ចូលទៅក្នុងខ្ទះហើយក៏ដាក់ជាមួយនឹងកូនកំពឹសចាអាកំពឹសកញ្ចប់ហ៎បងប្អូនចាដាក់ចូលទៅកូរចូលគ្នាតែម្ដងចំពោះការធ្វើអំបិលឆានេះចាគឺងាយឆាប់បានញ៉ាំហើយបើសិនមកជាបងប្អូនធ្វើរបៀបយ៉ាងណាឆ្ងាញ់សម្រាប់បងប្អូនគឺបងប្អូនធ្វើទៅតាមចំណង់ចំណូលចិត្តញ៉ាំរបស់បងប្អូនទៅចាហើយឥឡូវនេះអំបិលឆារបស់នាងខ្ញុំគឺរួចរាល់ហើយចំពោះអំបិលឆារបស់នាងខ្ញុំនេះគឺអត់ហឹរទេហើយបើសិនជាចង់ហឹរគឺយើងអាចបន្ថែមម្ទេសស្រស់ទៅតាមក្រោយបន្ទាប់ពីឆាអំបិលរួចរាល់ហើយឥឡូវនេះក៏មកចាត់ការផ្លែបំពេញរាជចំពោះផ្លែបំពេញរាជនេះគឺនាងខ្ញុំចេះសបោរួចរាល់ហើយត្រាំជាមួយនឹងទឹកអំបិលដើម្បីឲ្យស្បែកវាទន់ហើយវាអត់មានឡើងជ័រខ្មៅបងប្អូនចាបន្ទាប់ពីត្រាំទឹកអំបិលបានទន់ល្អហើយឥឡូវនេះក៏យកផ្លែបំពេញរាជនេះមកសាប់ចាសាប់ដូចស្វាយអញ្ចឹងដើម្បីពេលដែលយើងក្លុកទៅវាឆាប់ចូលជាតិគ្នាល្អហើយចំពោះផ្លែបំពេញរាជនេះក៏នាងខ្ញុំប្រាថ្នាទិញអាធំជាងនឹងប៉ុន្តែរកអត់បានត្រឹមតែ2 គីឡូអញ្ចឹងក៏មួយនឹងស្មើកន្លះគីឡូដែរចាឥឡូវនេះផ្លែបំពេញរាជបន្ទាប់ពីនាងខ្ញុំសាប់ចេញជាចម្រៀកទុយរួចរាល់ហើយក៏រោយបន្ថែមជាមួយនឹងអំបិលម្ទេសហើយនឹងស្ករចាក្លុកចូលជាតិបន្តិចទៅក៏មកបន្ថែមគ្រឿងម្ជូរផ្សេងទៀតហើយចំពោះស្វាយចាស្វាយគឺយើងគោះបែបនេះពេលដែលយើងក្លុកទៅគឺចូលជាតិគ្នាឆ្ងាញ់ខ្លាំងចាហើយចំពោះម្ជូរក្លុកនេះក៏អនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាចូលរួមស្រក់ទឹកមាត់ជាមួយនឹងនាងខ្ញុំផងដែរអូខេចាឥឡូវនេះបន្ទាប់ពីនាងខ្ញុំគោះស្វាយក៏ដូចជាបន្ថែមម្ជូរផ្សេងចូលទៅរៀបរាល់ហើយក៏មកបន្ថែមជាមួយនឹងអំបិលឆាដែលនាងខ្ញុំបានឆាមុនហ្នឹងចាដាក់ស្រោចចូលទៅហើយក៏ក្លុកឲ្យបានចូលជាតិគ្នាចាបន្ទាប់ពីក្លុកចូលជាតិហើយក៏អនុញ្ញាតឲ្យខ្លួនឯងនឹងភ្លក់ចាពេលដែលនាងខ្ញុំភ្លក់ទៅក៏អនុញ្ញាតឲ្យខ្លួនឯងនឹងគឺមានការឆ្ងាញ់ជាខ្លាំងតែម្ដងអូខេឥឡូវនេះម្ជូរក្លុករបស់នាងខ្ញុំគឺបានក្លុករៀបរាល់ហើយក៏អនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាលេបទឹកមាត់ពីចម្ងាយតាមនាងខ្ញុំហើយឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកទីបញ្ចប់ហើយនាងខ្ញុំក៏សូមអនុញ្ញាតពីបងប្អូនចាលាត្រឹមនេះចាជួបជាមួយនឹងនាងខ្ញុំនៅវីដេអូបង្ហាញលើក្រោយទៀតចាអរគុណច្រើនបាយបាយ